គឺថាតាមសន្យាសំណពររបស់បងប្អូនយើងដែលគាត់អនុញ្ញាតឲ្យខ្ញុំជួយបង្រៀននៅកម្មវិធី Microsoft Word តាមអនឡាញបាទអញ្ចឹងក៏តាមសំណពររបស់បងប្អូនយើងហើយសម្រាប់មេរៀននេះសម្រាប់តែអ្នកដែលមិនទាន់ចេះសោះទេហើយសម្រាប់តែអ្នកដែលចេះហើយអឺក៏អាចអូសរំលងវីដេអូនេះបានផងដែរបាទអញ្ចឹងកុំភ្លេចជួយ like ជួយ share និង comment ម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីៗជាបន្តទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅសិក្សាអំពីកម្មវិធី Microsoft Word ទាំងអស់គ្នាអញ្ចឹងរបៀបនៃការបើកកម្មវិធី Microsoft Word ទី1របៀបទី1គឺយើងត្រូវរកមើលរូបតំណាងកម្មវិធី Microsoft Word នៅលើ desktop របស់យើងអញ្ចឹងនេះដូចបងប្អូនបានឃើញហើយអញ្ចឹងយើងអាចចុច mouse ស្ដាំបន្ទាប់មកលើពាក្យថា open អូខេរបៀបបើកគឺវាអាចមានច្រើនរបៀបឆ្លើយទៅលើការបើករបស់បងប្អូនយើងរៀងខ្លួនឥឡូវខ្ញុំសូមបង្ហាញវិធីមួយហ្នឹងហើយករណីបើសិនជាមិនឃើញរូបតំណាងនៅក្នុងdesktop នេះទេយើងអាចចូលមកកន្លែង search បន្តមកទៀតយើង search ពាក្យថា Word ឃើញអត់អញ្ចឹងវាចេញមកដូចគ្នាអូខេអញ្ចឹងយើងចូលទៅកម្មវិធី Word យើងមិនមកអញ្ចឹងយើងឃើញថានៅពេលដែលយើងបើកកម្មវិធី Microsoft Word ដំបូងមកគឺវានឹងចេញជាទម្រង់បែបនេះហើយយើងមើលនៅផ្នែកខាងឆ្វេងគឺមាន Home New ហើយនិង Open ឥឡូវខ្ញុំនឹងរៀបរាប់អំពីមុខងារមួយឲ្យបងប្អូនទាំងអស់គ្នាយល់សម្រាប់ Home នេះគឺយើងអូខេអ្នកនរគ្នានៅក្នុង Home នេះគឺយើងឃើញមានដូចជា News ហើយនិង Recent ហើយកន្លែងនេះគឺជាឯកសារដែលយើងបានធ្វើហើយគឺវានៅជាប់កន្លែងហ្នឹងហើយបន្តមកទៀតគឺ New អញ្ចឹងកន្លែង New នេះគឺយើងប្រើប្រាស់វាសម្រាប់បង្កើតនៅសិលឹកកិច្ចការងារថ្មីហើយត្រង់ចំណុច Open នេះគឺយើងប្រើប្រាស់វាសម្រាប់បើក file ដែលយើងបានធ្វើរួចចឹងណាបើក file ដែលយើងបានធ្វើរួចដើម្បីយកមកធ្វើបន្តឬក៏កែទៅលើចំណុចណាមួយជាដើមអញ្ចឹងនៅពេលដែលយើងចូលមកយើងចង់ធ្វើជាកិច្ចការងារថ្មីទេយើងចូលកន្លែង New បន្តមកទៀតយើងរើសពាក្យថា Plan Document នេះមកអូខេអញ្ចឹងយើងនឹងបានផ្ទាំងសិលឹកកិច្ចការងារមួយដែលថ្មី